ស្រស់ស្អាតណាស់ហើយប្រាប់បងប្អូនទាំងអស់គ្នាមើលឈ្មោះអីដែរហើយហេតុអីបានជាជ្រើសរើសយកបទនឹងមកច្រៀងបាទចាស់ជាដំបូងនេះខ្ញុំសូមជម្រាបសួរដល់លោកគ្រូភ្លេងទាំងអស់គ្នាហើយនឹងអ្នកគ្រូលោកគ្រូដែលបានអង្គុយខាងមុខនេះនាងខ្ញុំឈ្មោះ Mary ហើយនាងខ្ញុំចង់ច្រៀងបទនរកលោកីជាសំនៀងដើមរបស់លោកយាយរស់សេរីសុធាបាទឥឡូវបងប្អូនខាងដើមសុទ្ធតែសម្បិនសំណោះរស់ស្នេហ៍ទាំងអស់អាភ័ព្វអីតែបេក្ខនារីរបស់យើងមកធុញនឹងស្នេហ៍គឺជានរកលោកីទៅវិញបើតើអត្តន័យនៃបទនរកលោកីនេះរៀបរាប់យ៉ាងម៉េចបងប្អូនជាអ្នកសម្រេចខ្លួនឯងទឹកតងសំនៀងយ៉ាងណាសូមឲ្យបងតន្ត្រីក៏សូមអញ្ជើញបាទសូមអរគុណសូមផ្ទះដៃអបអរសាទរគាត់ម្ដងទៀតបាទអរគុណណាស់ហើយតើអ្នកណាទៅចោលសាច់ស្រវាចឹងបើស្រស់ម្លឹងយើងរត់ចោលគាត់កើតសោកស្ដាយណាស់ដែលបរោះម្នាក់ធ្វើឲ្យម៉ារីខូចចិត្តដោយសារតែរឿងនរកលោកីបទពិសោធន៍នៃសេចក្តីស្នេហាមិនដូចជេរីនិងនីណាសោះដែលផ្អែមល្ហែមគួរឲ្យជក់ចិត្តតែយ៉ាងណាស្នេហាពេលខ្លះក៏វាមានភាពជូរចត់ក៏ប៉ុន្តែកុំរហូតដល់ថ្នាក់ថាមិនចង់ទៀតអីសម្រាប់បែបនេះនៅទៀត
ឌឺដាក់ប្រុសដែលតែថាសាមាននឹងតទៅទៀតអូខេអរគុណច្រើននេះណាបាទអរគុណរបស់អ្នកស្រីរស់សេរីសធាមួយបទជារបស់លោកទូចសាលីដែលមានចំណងជើងថាភក្តីស្នេហ៍ច្រៀងដោយលោកជេរីបានរសាត់បាត់ទៅហើយឥឡូវនេះដោយសារតែបេក្ខនារីចុងក្រោយគេក៏មិនដឹងជាមានអនុស្សាវរីយ៍អីនៅខេត្តរតនគិរីបានជាលើកយកបទចម្រៀងមួយបទដែលមានចំណងជើងថាជ្រោះអូយ៉ាដាបាទតើជ្រោះអូយ៉ាដាដិតដាមជាប់នៅអនុស្សាវរីយ៍យ៉ាងណាខ្លះនៅខេត្តរតនគិរីសូមបេក្ខនារីចុងក្រោយអញ្ជើញឡើងមកកាន់វេទិកាបាទអូយសំអ្នករតនគិរីមែននេះអញ្ជើញសូមជម្រាបជូនបងប្អូនទៅឈ្មោះអីហើយហេតុអីបានជាជ្រើសរើសយកបទរបស់អ្នកស្រីរស់សេរីសុធានៅខេត្តរតនគិរីហ្នឹងបាទចាជាបឋមនេះខ្ញុំឈ្មោះសេរ៉ាដែលខ្ញុំជ្រើសរើសបទនេះមកពីឃើញទេសភាពនៅទីវត្តនេះវាសនាចំណឹងហើយមានទឹកបឹកដែរចាហើយដល់ទៅពេលខ្ញុំអត់ដែរបានទៅដល់រតនគិរីទេក៏ប៉ុន្តែចូលចិត្តបទចម្រៀងហ្នឹងទេសភាពមែនហើយរតនគិរីទេសភាពបែបនេះស្រដៀងគ្នាច្រើនខ្ញុំធ្លាប់បានទៅដល់ទីនោះក៏ប៉ុន្តែមិនដែលធ្លាប់លំស្នេហ៍បុប្ផាព្រៃភ្នំនៅខេត្តរតនគិរីដូចបងសារ៉ាដែលលំស្នេហ៍បរោះនៅខេត្តរតនគិរីនៅក្នុងសាច់រឿងហ្នឹងទេតើអត្ថន័យនៃបទចម្រៀងជ្រោះអូយ៉ាដានេះវាមានន័យជ្រាលជ្រៅយ៉ាងណាដែលនៅដល់អាមេរិកនេះទៅនឹកអីដល់អ្នកនៅរតនគិរីសូមអញ្ជើញបងប្អូនទះដៃអបអរសាទរគាត់មួយបាទសូមអញ្ជើញ
ជួខ្លួនឯងចោះអរគុណណាស់ជ្រាបព្រោះបាទតាមពិតតែស្ដាប់បទទៅជួអូយ៉ាដានេះពេលដែលខ្ញុំបិទផ្នែកតិចទៅស្រាប់តែទៅដល់ខេត្តរតនគិរីទាំងមិនដឹងខ្លួនបង្ហើសំនៀងក៏ពីរោះជើងឃើញថាពាក្យតូចតែរបស់តារាចម្រៀងបេក្ខនារីរបស់យើងគឺហាក់បីដូចជាសំណោះស្ដាយបរិសម្នាក់ដែលនាងរួចស្នេហ៍ដូចស្នេហ៍គេដល់ទៅមិនធំតែទ្វេដងទេគឺជា3អូបើទោះអើយបរិសណាក៏មានសំណាងម្លេះលោកតែយ៉ាងណាបទជួអូយ៉ាដាបទជួអូយ៉ាដាបានកន្លងផុតទៅហើយបេក្ខនារីទាំងអស់បាទអរគុណបងសារ៉ាហើយបេក្ខនារីបេក្ខជនរបស់យើងក៏បានច្រៀងយ៉ាងសមរម្យឲ្យវាមានភាពយុត្តិធម៌សង្កត់ទៅតាមភាពស្មើគ្នាបាទសូមអញ្ជើញបងបាទអសូមចាស់ដៃអបអរសាទរបងនីណាម្ដងទៀតបាទអរគុណច្រើន